សាទស្សនិកជនជាទីគោរពគណៈដែលនាងខ្ញុំកំពុងតែស្ថិតនៅក្នុងការតាំងពិព័រណ៍ផលិតផលខ្មែរដែលមានផលិតផលជាច្រើនទាំងចំណីអាហារគ្រឿងឧបភោគបរិភោគរួមជាមួយនឹងកសិកម្មផ្សេងៗជាច្រើនបានតាំងបង្ហាញនៅក្នុងផលិតផលពិព័រណ៍ខ្មែរធ្វើបានរៀបចំដោយសសយកទស្សនិកជនចង់ដឹងថាតើបងប្អូនដែលជាម្ចាស់សិប្បកម្មសហគ្រាសបានយកផលិតផលអ្វីខ្លះមកតាំងបង្ហាញហើយតើពួកគាត់មានចំណាប់អារម្មណ៍យ៉ាងណានៅពេលដែលសសយកបានរៀបចំឲ្យមានការតាំងពិព័រណ៍ផលិតផលខ្មែរនេះទៅជួបជាមួយនឹងពួកគាត់ទាំងអស់គ្នាជំរាបសួរបងសុខសប្បាយចិត្តទេសុខសប្បាយបងថាសូមម៉ែបានយកនៅផលិតផលអ្វីខ្លះមកតាំងបង្ហាញនៅក្នុងពិព័រណ៍ចាថ្ងៃនេះយើងមានសុតមន់យើងមានកាអូគីដេហើយគីដេយើងមានពណ៌ច្រើនណាស់មានសស្វាយខ្ចីហើយនឹងមានដូងថ្ងៃនេះយើងបានយកដូងដែលយើងបានច្រកនៅក្នុងដបSoma Cocoa Water ហើយយើងមាននឹងដូងស្រស់ដែលគាត់បានកាត់ជា peel diamond shape ហ្នឹងដែរហើយយ៉ាងហ្នឹងបានប៉ុណ្ណឹងតាំងពីផលិតផលសូម៉ាដាក់លក់នៅលើទីផ្សាររហូតដល់ពេលការតាំងបង្ហាញពិព័រណ៍នេះគឺសំខាន់នៃការគ្រប់គ្រងចំណុចនិយាយទៅប្រហែលឆ្នាំមុនណាគឺគេអត់សូវគ្រប់គ្រងមកពីគេគិតថាផលិតផលខ្មែរអត់ទាន់មានលំដាប់អន្តរជាតិអញ្ចឹងណាប៉ុន្តែពួកខ្ញុំបានផ្ដោតទៅលើគុណភាពចឹងយើងបានមាន technology អីច្បាស់លាស់ហើយទៅយើងបានធ្វើ test ដែរថាសិទ្ធយើងមានគុណភាពច្បាស់លាស់ល្អមែនអញ្ចឹងហើយយើងរបៀបថាគឺ fresh ខ្លាំងមែនតើគឺចេញពី farm ហ្នឹងមកដល់ទីផ្សារក្នុងរយៈពេល24ម៉ោងឯងចាអញ្ចឹងហ្នឹង brand ធំៗពេលគាត់ក៏មានលទ្ធភាពបានfreshness ចឹងដែរប៉ុន្តែឥឡូវគឺមានខ្មែរដែលគាត់គ្រប់គ្រងច្រើនមែនតើហើយពេលគាត់និយាយមកអូសូម៉ាស្គាល់គាត់ស្គាល់ហើយគាត់ញ៉ាំហើយគាត់ឃើញពីគុណភាពជាក់ស្ដែងទៀតចឹងពួកខ្ញុំសប្បាយចិត្តមែនតើដែលពួកគាត់គ្រប់គ្រងពេលខ្លះអ្នកដែលគាត់មានហាងនំហាងអីគាត់និយាយថាយកបង្មាញយើងទៅប្រើហើយគាត់ធ្វើជាវីដេអូសម្រាប់យើងហ្មងយកបានសុំតែគាត់ថាអូខេគុណភាពមិនជាមួយនឹងអីគេបទពិសោធន៍គាត់ខ្លួនឯងចឹងណាចឹងវាលើកទឹកចិត្តឲ្យអ្នកដែលមានដូចជាការខ្លួនឯងចឹងគាត់មានលើកទឹកចិត្តធ្វើតទៀតចឹងណាចាចានិយាយទៅក្រុមការងារយើងគេកំពុងតែវិនិយោគទៅលើឱកាសនៅលើទីផ្សារខ្លះហើយយើងដល់កំណត់ឲ្យខ្លះដែរពីបង CEO ហើយយើងចង់ឲ្យធ្វើម៉េចគឺមានចំនួនច្រើនជាងចឹងទីផ្សារឲ្យធំជាងប៉ុន្តែផលិតផលថ្មីដែរឧទាហរណ៍មិញហ្នឹងគាត់មកគាត់ឲ្យយោបល់ចឹងជីវិតយើងពេលខ្លះគាត់ឃើញយើងចឹងគាត់ចង់គ្រប់គ្រងយើងចឹងគាត់ឲ្យយោបល់ថែមទៀតគាត់ថាគួរតែមានអីគេពងមាន់កូនអីផ្សេងចឹងណាចឹងយើងចែកមានកំណត់ពីអតិថិជនដែរចាចំពោះអតិថិជនដែលគ្រប់គ្រងសាមាពីខាងសាមាទៅវិញផ្ដល់អ្វីខ្លះទៅកាន់ពួកគាត់និយាយទៅអ្វីដែលយើងផ្ដល់ឲ្យគាត់បានគឺគុណភាពដ៏ល្អមកពីយើង test ខ្លួនឯងហ្មងយើងចង់មានមោទនភាពមួយដែលយើងថាផលិតផលខ្មែរមានលំដាប់អន្តរជាតិមកពីយើងនិយាយចឹងបានហើយយើងសប្បាយចិត្តខ្លួនឯងហើយយើងធ្វើឲ្យជាពលរដ្ឋគាត់សប្បាយចិត្តហើយពេលញ៉ាំទៅអត់មានបញ្ហាសុខភាពទៀតចឹងអ្វីដែលយើងផ្ដល់គាត់គឺការមោទនភាពហើយនឹងគុណភាពហ្នឹងហ្មងចាខាងសាមាគឺដឹងថាមានគុណភាពល្អហើយតម្លៃសមរម្យបងប្អូនអាចទទួលយកបានដែរចាមកពីពួកខ្ញុំគាត់ថាអ្វីដែលសំខាន់ជាងគេគឺសុខភាពហ្នឹងហើយបើគាត់សប្បាយចិត្តផងឆ្ងាញ់ផងហើយនឹងរបៀបថាញ៉ាំទៅអត់មានបញ្ហាគុណភាពគឺចំណេញទាំងអស់គ្នាទេហើយម្យ៉ាងទៀតយើងប្រទេសកម្ពុជាគឺកំពុងតែអភិវឌ្ឍហើយអញ្ចឹងយើងអត់អាចគេថាវាយប្រហារយើងថាយើងប្រទេសរៀងទួចប៉ុន្តែអត់ចេះរបៀបដល់ផលិតផលដែលមានសុវត្ថិភាពគុណភាពអីចឹងណាយកចោលគេនិយាយចឹងដែរអញ្ចឹងតែខ្ញុំឃើញថាមាន brand ច្រើនមែនតើនិយាយទៅថ្ងៃនេះខ្ញុំឃើញ brand ខ្មែរយើងច្រើនហើយឃើញថាមានផ្នែកអីប្លែកៗច្រើនណាចឹងសប្បាយចិត្តដែរចាបងមកឲ្យចំណាប់អារម្មណ៍ទីបានទេថាការរៀបចំតាំងពិព័រណ៍របស់សសយកក្នុងការធ្វើឲ្យមានផលិតផលខ្មែរនេះមានចំណាប់អារម្មណ៍យ៉ាងណាចានិយាយទៅខ្ញុំគិតថាគឺជាពេលវេលាដ៏ល្អមួយមកពីឥឡូវជាមួយស្ថានភាពយើងបច្ចុប្បន្ននេះគឺយើងត្រូវការមានចំណាប់អារម្មណ៍ហើយនឹងការដឹងអំពីផលិតផលខ្មែរច្រើនអញ្ចឹងយើងអាចដឹងថាអ្វីដែលយើងមានហើយអ្វីដែលយើងខ្វះដែលយើងអាចមានឱកាសផលិត cho nên mình cầm đặt xemទៀត
ទាំងអស់ហ្នឹងគឺល្អមែនតើប៉ុន្តែខ្ញុំចង់ផ្ដោតទៅលើចំណុចមួយដែលសំខាន់ពេលខ្លះផលិតផលខ្លះអូខេគាត់ធ្វើស្រុកខ្មែរប៉ុន្តែគាត់មាន ingredient ឬក៏មាន packaging មកពីស្រុកគេយើងអាចវាយប្រហារលឿនពេកទេមកពីគ្នាគឺជាអ្នកដែលអាជីវកម្មស្រុកខ្មែរហើយពេលខ្លះយើងអាចមានលទ្ធភាពធ្វើខ្មែរ 100% អញ្ចឹងយើងគួរតែកុំរបៀបថា strict ពេកណាតើថាស្អីខ្មែរទាំងអស់មិនយើងទិញអីអញ្ចឹងវាអាចជាធ្វើឲ្យសេដ្ឋកិច្ចយើងវាមានផលពិបាកវិញអីអញ្ចឹងយើងគ្រប់គ្រងតែយើងមានការគ្រប់គ្រងឲ្យបើកចំហអញ្ចឹងណាជាជំហានចា អរគុណច្រើនបងជំរាបសួរចាថ្ងៃនេះខាង PPS បានយកផលិតផលរបស់ខ្មែរមកតាំងមែនទេចាបងអើយ PPS ថ្ងៃនេះបានយកផលិតផលម្ហូបបុកប្រហុកខ្មែររបស់យើងទាំង7មុខយកមកតាំងបង្ហាញចារៀបរាប់បន្តិចបានទេថាមានអ្វីខ្លះយើងមានបុកត្រីឆ្អើរបុកកន្ទុយហេះប្រហុកក្រងកាពិឆាបាត់ដបងប្រហុកខ្មែរអេសានប្រហុកអប់ក្រូចឆ្មាហើយនិងប្រហុកខ្ទិះបងចានេះគឺជាផលិតផលខ្មែរដែលបង្កើតដោយយើងខ្លួនឯងចាផលិតផលរបស់យើងនេះជាផលិតផលខ្មែរដែលបង្កើតឡើងដោយខូនខ្មែរហើយរោងចក្ររបស់យើងគឺនៅក្រោយធនាគារជាតិចិត្ត EON 2បងចាការប្រមូលនៅវត្ថុធាតុដើមដើម្បីមកធ្វើនោះមកពីខាងណាយើងយកពីក្នុងស្រុកទាំងអស់យើងមាន supplier មួយដែលប្រមូលវត្ថុធាតុដើមពីក្នុងស្រុកយកមកឲ្យខាងយើងផលិតចឹងណាបងចាចំពោះការវេចខ្ចប់នៅទីនេះយ៉ាងម៉េចដែរការផ្ដោតទៅលើគុណភាពអនាម័យយ៉ាងម៉េចដែរជូនទៅដល់អតិថិជនចាបងឲ្យចំពោះរោងចក្ររបស់យើងគឺផលិតផ្ដោតទៅលើគុណភាពអនាម័យហើយយើងក៏មានសិទ្ធិវិខេតបច្ចៈបញ្ជាក់ពីគុណភាពចំណីអាហារ AACCP និង GMP ផងដែរបងចាតាំងពីមុនការតាំងខាងនេះមិនបានសំណុំនៃការគ្រប់គ្រងរបស់បងប្អូនប្រជាពលរដ្ឋទៅលើផលិតផលរបស់ PPS យ៉ាងណាដែរមួយរយៈចុងក្រោយនេះឃើញបងប្អូនគាត់ងាកមកគាំទ្រផលិតផលខ្មែរច្រើនហើយមិនថាទាំងក្នុងស្រុកនិងក្រៅស្រុកហើយគាត់តាក់ទងមកច្រើនមែនទែនហើយខ្ញុំសង្ឃឹមថាគាត់នឹងគាំទ្របានរហូតតទៅចាចុះ PPS ទៅវិញថាតើមានចំណាប់អារម្មណ៍យ៉ាងណាដែរទៅដល់បងប្អូនប្រជាពលរដ្ឋនៅពេលដែលគាត់គាំទ្ររបស់ផលិតផលខ្មែរយើងសម្រាប់ខ្ញុំមានតែលើកដៃម្រាម10អរគុណបងប្អូនខ្មែរយើងដែលបានគាំទ្រផលិតផលខ្មែររបស់យើងចាចុះចំពោះខាងរដ្ឋាភិបាលជាពិសេសសសយកដែលគាត់មានការតាំងរៀបចំនៅប្រព័ន្ធនេះថាតើមានអារម្មណ៍យ៉ាងណាដែរមានតែអរគុណគាត់ដែរហើយនឹងសប្បាយចិត្តខ្លាំងដែលគាត់បានបង្កើតកម្មវិធីនេះមកអញ្ចឹងมันសបបញ្ជាក់ឲ្យឃើញថាផលិតផលរបស់យើងផលិតផលខ្មែរយើងមានច្រើនមែនតើបងនៅក្នុងនោះដើរសឹងអត់អស់ទេបងចា PPS ទៅមានសារអ្វីទៅកាន់បងប្អូនពីខាង PPS ទៅមានតែសូមសំណូមពរឲ្យបងប្អូនទាំងអស់គ្នាមិនថាបងប្អូនខ្មែររបស់យើងនៅក្នុងស្រុកឬក៏ក្រៅស្រុកទេចាប់ផ្ដើមគាំទ្រផលិតផលខ្មែរផលិតផលក្នុងស្រុកឲ្យកាន់តែច្រើនអញ្ចឹងសេដ្ឋកិច្ចរបស់យើងនឹងកាន់តែល្អច្រើនជូនពររីកចម្រើនមានអតិថិជនច្រើនចា៎អរគុណ